នេះជាវីដេអូទី035សម្រាប់ Channel ក្រោកឈរឬក៏ Stand Up គោលបំណងយើងគឺដើម្បីឲ្យបងប្អូនបានរៀនសូត្រនិងត្រើសរិះពិចារណាអំពីជីវិតរស់នៅប្រចាំថ្ងៃការប្រកបរបររកស៊ីនិងការងារផ្សេងៗដើម្បីធានាថាជីវិតយើងមិនលំបាកនៅពេលចាក់ទៅប្រធានបទយើងគឺក្បួនចាយលុយឲ្យមានប្រសិទ្ធភាពក្បួន frugality ដែលគេប្រើសម្រាប់កាត់បន្ថយការចំណាយដើម្បីចំណាយឲ្យតិចបំផុតនៃការចំណាយប្រចាំថ្ងៃយើងមកមើលពីក្បួននេះទាំងអស់គ្នាទី1សរសេរចំណាយចាំបាច់ទាំងអស់មានន័យថាយើងត្រូវមានខ្ទង់ចំណាយត្រឹមត្រូវមួយបើមិនច្បាស់បាត់លុយមិនដឹងមុខគឺអនុវត្តមិនបានទេទី2រាល់ចំណាយប្រចាំថ្ងៃត្រូវប្រាកដថាតម្លៃដែលយើងបានទិញអ្វីមួយគឺជាតម្លៃទាបបំផុតឧទាហរណ៍ថាអ្នកចង់ផឹកកាហ្វេម៉ាស៊ីនយើងដឹងហើយថាកាហ្វេមានច្រើនកន្លែងហើយតម្លៃក៏ខុសគ្នាដែរតែរសជាតិមិនសូវខុសគ្នាទេដូចជាកាហ្វេម៉ាស៊ីនខ្លះមានតម្លៃ 4,000 រៀល 5,000 រៀល 6,500 រៀល 7,000 រៀល 8,000 រៀល 10,000 រៀលហើយក៏អាចថ្លៃដល់ 20,000 រៀលដែរដូច្នេះតាមក្បួននេះគឺគេទិញកាហ្វេតម្លៃទាបបំផុតគឺ 4,000 រៀលបើសិនជាផឹកមិនឆ្ងាញ់សោះអាចទិញត្រឹម 5,000 រៀលព្រោះជាតម្លៃទូទៅហើយផឹកឆ្ងាញ់ដូច្នេះនៅក្នុងក្បួននេះគឺគេធ្វើយ៉ាងណារាល់ខ្ទង់ចំណាយទាំងអស់ត្រូវតែទាបមិនខ្វល់ពីមុខមាត់មិនខ្វល់ពីភាពល្អមើលមិនយកអារម្មណ៍ទៅទិញថោកបានទាំងគុណភាពបងប្អូនអាចគិតថារបរថោកគ្មានគុណភាពនេះជាការយល់ខុសបើសិនជាបងប្អូនទិញទឹកមួយដប 1,000 រៀលក្នុងមួយខ្ទង់តែបើបងប្អូនទិញមួយកែទុកគឺមួយកែតែ 15,000 រៀលទេហើយបាន24ដបដូច្នេះយើងចំណេញ 9,000 រៀលមីកញ្ចប់បើយើងទិញរី 2,500 រៀលក្នុងមួយកំប៉ុងតែបើទិញដុំតែ 1,300 រៀលអីទេយើងអាចធ្វើឲ្យចំណាយរបស់យើងបានទាបបំផុតដូចជា1ប្រើគូប៉ុង discount តាមហាងដូចជា buffet 2ទិញរបស់មានគុណភាពអាចប្រើបានយូរមិនងាយទិញទៀត3ចេះទិញដុំចេះដូរកន្លែងទិញចេះស្វែងរកតម្លៃល្អ4ចេះទិញពីរោងចក្រផ្ទាល់បើត្រូវការច្រើន5រៀនច្នៃរបស់មានស្រាប់ប្រើមិនចាំបាច់ទិញគេដូច្នេះបងប្អូនអ្នកមានលុយដោយសមត្ថភាពគឺគេចេះគិតបែបហិរញ្ញវត្ថុមិនមែនមានលុយចេះតែចាយទេតាមចិត្តទេហើយនៅពេលមានបានហើយមិនងាយអស់ទៅវិញទេ